ក្រសួងសាធារណការនឹងដឹកជញ្ជូនបានឲ្យដឹងថានៅថ្ងៃច័ន្ទទី1ខែមិថុនាឆ្នាំ2026ឯកឧត្តមសួងហេងរដ្ឋលេខាធិការនឹងជានាយកគម្រោងចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្គរក្រោមព្រែកប្រានិងការបញ្ចប់ការដឹកជញ្ជូនធ្នឹមស្ពានពីត្រៃខាងលិចទៅត្រៃខាងកើតដែលគិតត្រឹមដំណាច់ខែឧសភាឆ្នាំ2026នេះសម្រេចបាន 73% ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2024ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាវឌ្ឍនភាពគម្រោងរួមមាន1ផ្នែកគ្រឹះស្ពានសម្រេចបាន 100%2 រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន 100% 3រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់សម្រេចបាន 100%4រចនាសម្ព័ន្ធលើនៃស្ពានមេសម្រេចបាន 67.30% ធ្នឹមប្រអប់ខាងស្ដាំដៃចំនួន49កង់សម្រេចបាន36កង់និងធ្នឹមប្រអប់ខាងឆ្វេងដៃចំនួន49កង់សម្រេចបាន30កង់និង5បណ្ដាញផ្លូវសម្រេចបាន 48.4% តភ្ជាប់ប្រវែង 804.30 ម៉ែត្រសម្រេចបាន 50% និងផ្លូវបង្វែរទិសប្រវែង 1.54 ម៉ែត្រសម្រេចបាន 46% ក្រសួងសាធារណការនិងដឹកជញ្ជូនបានបន្ថែមទៀតថាការដឹកធ្នឹមស្ពានពីត្រៃខាងលិចទៅត្រៃខាងកើតចំនួន96ដើមត្រូវបានបញ្ចប់និងកំពុងចាក់បេតុងតភ្ជាប់មុខដំណក្រុមការងារវិតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃដែលបានអនុវត្តការងារដែលបញ្ចប់និងកំពុងដំណើរការដោយគោរពតាមបទដ្ឋានបច្ចេកទេសនិងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវប្រកបដោយគុណភាពនិងសោភ័ណភាពអង្គភាពគ្រប់គ្រងគម្រោងបន្តពង្រឹងសុវត្ថិភាពការងារដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្ដើមឡើងនិងបន្តថែទាំនិងបំពាក់បន្ថែមពងសុវត្ថិភាពលើទឹកដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកសូមបញ្ជាក់ថាស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្គរក្រោមព្រែកប្រាជាស្ពានទី7តាមដងទន្លេបាសាក់បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង6រួមមានស្ពានឆ្លងកោះពេជ្រកោះនរាស្ពានព្រះមនីវង្សទាំង2ស្ពានសំរោងស្ពានកោះអន្លង់ចិននិងស្ពានកោះធំ